បាទហើយជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងបង្រៀនកូនសិស្សពីរបៀបបត់ត្រឡប់ថយក្រោយណាបាទបត់ឡានយើងត្រឡប់ថយក្រោយបាទអញ្ចឹងតកតងទៅនឹងនៅក្នុងវិធីសាស្ត្របាទនៅក្នុងការបត់ត្រឡប់ថយក្រោយនេះពិតជាសំខាន់មែនតើបើសិនជាបងប្អូនអត់យល់ពីវិធីសាស្ត្រនៅក្នុងការដែលយើងបត់ទេបាទអាចថានឹងបត់ទៅមុខតិចទៅក្រោយតិចច្រើនដងច្រើនសារអញ្ចឹងណាពុកម៉ែបងប្អូនបាទតែបើសិនជាយើងយល់ពីវិធីសាស្ត្រនៅក្នុងការដែលយើងបត់គឺយើងបត់តែ3ចំណុចគឺអាចបត់ត្រឡប់ថយក្រោយបានបាទហើយជំហានដំបូងគឺយើងត្រូវយកចង្កូតមកខាងឆ្វេងអស់បន្ទាប់មកបងប្អូនមើលទៅមុខមើលទៅក្រោយណាបាទតើមានឧបសគ្គអត់បើសិនជាអត់មានឧបសគ្គអីទេបាទបងប្អូនអាចចេញមកបានហើយចំណុចដែលយើងត្រូវមើលគឺយើងមើលកន្លែងតកង់អ្នកបើកបរយើងហ្នឹងធ្វើម៉េចឲ្យចំនឹងពាក់កណ្ដាលផ្លូវចំហៀងខាងឆ្វេងណាបាទបន្ទាប់មកពេលចំហើយយើងប្រាំងឈប់ហើយយើងយកចង្កូតទៅស្ដាំវិញអស់បាទហើយដូរលេខថយមកយើងថយតិចតិចមកបាទបន្ទាប់មកយើងមើលខ្លួនកន្លែងយើងអង្គុយហ្នឹងឲ្យចំនឹងពាក់កណ្ដាលបាទកន្លងផ្លូវខាងស្ដាំវិញម្ដងបាទបន្ទាប់មកពេលចំហើយយើងយកចង្កូតមកខាងឆ្វេងវិញអស់បាទដូរលេខទៅមុខមកបាទប៉ុណ្ណឹងរួចជាការស្រេចហើយណាពុកម៉ែបងប្អូនបាទអាចចេញមកបានហើយប៉ុណ្ណឹងបាទវីដេអូរបស់ខ្ញុំបាទគឺមានតែប៉ុណ្្នឹងទេបាទអរគុណពុកម៉ែបងប្អូនបាទដែលបានទស្សនាពីដើមរហូតដល់ចប់បាទអរគុណពុកម៉ែបងប្អូន